របៀបឆែកមើលកិច្ចសន្យាជាមួយតកាជាមួយក្រុមហ៊ុនរបស់យើងបងប្អូននៅកូរ៉េតាមរយៈកម្មវិធី EPS បងប្អូនអាចចូលឆែកមើលបាននេះនៅក្នុងកម្មវិធីហ្នឹងវាមានទាំងអស់នេះបងប្អូនចូល Play Store ឬ App Store ទៅរួចចុចdown កម្មវិធី EPS ហ្នឹងមកបងប្អូនខ្ញុំសេតឲ្យមើលយើងវាយតា EPS ចឹងទៅវានឹងចេញកម្មវិធីហ្នឹងហើយទៅលើគេអស់ហ្នឹងហើយបងប្អូននេះខាងលើគេហ្នឹងដោនយកមកឥឡូវខ្ញុំដោនបានហើយខ្ញុំនឹងចុចបើកវាហើយបន្ទាប់មកយើងវាចេញផ្ទះបែបនេះយើងចុចខ្វែងចោលមកហើយយើងរើសទេសយើងមកយើងតមកបងប្អូនចុច trade 3ខាងស្ដាំដៃបងប្អូនហ្នឹងហើយបន្ទាប់មកទៀតចុច login Hasayo នេះមកសម្រាប់បងប្អូនដែលបានបង្កើត ID ហើយបងប្អូនវាយ ID កន្លែងនេះចូលមកវាដូចខ្ញុំកើតហើយអញ្ចឹងខ្ញុំវាយចូលហើយយើងក៏វាយចូល login ចូលយកតែម្ដងមកដល់កន្លែងនេះសំខាន់ណាស់បងប្អូនកន្លែងនេះយើងដាក់ឆ្នាំ6ខ្ទង់ឆ្នាំកំណើតយើង6ខ្ទង់យើងដាក់ឆ្នាំមុនឆ្នាំខែថ្ងៃហើយយើងចុចលេខបន្តមកដល់កន្លែងនេះគឺចូលបានហើយយើងចុចខ្វែងមើលទៅរយៈពេលស្នាក់នៅរបស់យើងយើងមើលតាមនឹងទៅនឹងស្រួលពេលណាតកែអីលុយសញ្ញាចេញអីយើងដឹងទាំងអស់យើងអាចមានកម្មវិធីហ្នឹងយើងមើលបានទាំងអស់មើលទាំងប្រាក់ចំណេញឆ្នាំមើលអីក្នុងហ្នឹងគណតនីប្រាក់ចំណេញឆ្នាំក៏បានមើលរយៈពេលស្នាក់នៅរបស់យើងគ្រូយើងអត់ដឹងថារយៈពេលស្នាក់នៅរបស់យើងផុតកំណត់អីចឹងបងប្អូនហ្នឹងហើយបងប្អូនអាចឆែកមើលបាននៅក្នុងនេះបងប្អូនអុសមើលមកអុសចុះមើលអស់មកវាមាននៅក្នុងនឹងទាំងអស់កន្លែងនេះប្រាក់សាន់សុងហើយកិច្ចសន្យាយើងចុះកិច្ចសន្យាហើយមានធានារ៉ាប់រងអីយើងចុះធានារ៉ាប់រងអីខ្លះឬក៏មិនតន់ចុះអីយើងមើលក្នុងនឹងអាចមើលបានទាំងអស់បងប្អូនមើលតាមនឹងមក